សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូថ្មីមួយដើម្បីចែករំលែកចំណេះដឹងទៅកាន់បងប្អូនទាំងអស់គ្នាទាក់ទងមួយនឹងការធ្វើរូបផ្កានៅក្នុងកម្មវិធី Corel Draw ជាបងប្អូនតាមដានទាំងអស់គ្នាអញ្ចឹងជាដំបូងយើងត្រូវតែគូររង្វង់មូលមួយមកទំហំមកសមល្មមហើយយើងត្រូវ copy ចេញជា2ដូចដែលខ្ញុំធ្វើនៅក្នុង monitor នេះអញ្ចឹងបងប្អូនយើងត្រូវតម្រៀបវាហើយយើងត្រូវចាប់វាចូលគ្នាគឺយើង control G ឬក៏ group វាបងប្អូនប៉ុន្តែបើសិនជាយើង group ភ្លាមវាអត់ចេញកន្លែងដែលយើងត្រូវទាញវាចេញទេដើម្បីយើងចាក់ពណ៌ចូលប្រឡោះកដាលអញ្ចឹងយើងអត់ត្រូវ group វាទេយើងត្រូវចុចចំណុចហ្នឹងមកអាហ្នឹងយើងអាចថាធ្វើជា control L ក៏វាអាចធ្វើបានដែរយើងតែគ្រាន់តែខ្ញុំបង្ហាញនៅក្នុង monitor ហ្មងចឹងយើងចាក់ពណ៌នៅក្នុងហ្នឹងចាក់ពណ៌កដាលទៅចាក់ពណ៌អីក៏បានដែរបងប្អូនតោះមកយើងត្រូវទាញរង្វង់ធំពីរចេញបន្តមកទៀតយើងត្រូវលៃវាពង្រួបវាឲ្យវារៀងតូចស្ដួចដើម្បីយើងចាក់ពណ៌ទៅវាស្អាតចឹងណាហើយបើសិនជាយើងអត់ស្អាតទេយើងត្រូវតែធ្វើវាម្ដងហើយម្ដងទៀតឲ្យបានស្អាតចឹងណាបងប្អូនហើយសម្រាប់ពណ៌បងប្អូនស្រឡាញ់ពណ៌ណាក៏បានដែរបងប្អូនតែសម្រាប់ខ្ញុំគឺខ្ញុំចាក់ពណ៌ផ្កាឈូកដូចខ្ញុំបង្ហាញនៅក្នុង monitor នេះចឹងអូខេអញ្ចឹងដូចខ្ញុំធ្វើនេះអញ្ចឹងគឺយើងត្រូវតែផ្ចិតផ្ចង់វាយើងត្រូវទាញវាចាក់ពណ៌វាធ្វើម៉េចកុំឲ្យវារៀងធំរៀងតូចត្រូវមិនចាក់ឲ្យស្អាតដល់នេះខ្ញុំចាក់ទៅមើលទៅវាអត់ស្អាតខ្ញុំសាក់សេរីយកពណ៌ក្រហមប៉ុន្តែមើលទៅវាអត់តំណងទេខ្ញុំត្រូវយកពណ៌ហ្នឹងវិញអូខេយើងមើលទៅវាគិតថាអាចថានឹងសមល្មមហើយយើងត្រូវវា select វាវិញហើយយើងត្រូវ copy ផ្ដាច់ចេញជា2បងប្អូនយើងអូសវារៀងឆ្ងាយបន្តិចមកតបមកទៀតយើងត្រូវត្រឡប់វាអាហ្នឹងខ្ញុំយកធ្វើ180ហើយយើងរំកិលចូលគ្នាយើងមើលទៅបើសិនជាវាអត់ស្អាតយើងត្រូវតាពង្រួមវាម្ដងម្ខាងមានន័យថាម្ខាងម្នាក់ដើម្បីឲ្យមើលទៅវារៀងគៀកគ្នានៅចន្លោះសហ្នឹងកដាលហ្នឹងរៀងតូចមើលទៅរៀងស្អាតហ្នឹងចាំយើងគ្រប់ចូលគ្នាបងប្អូនអូខេអញ្ចឹងយើងមើលទៅវាអត់ទាន់ស្អាតឬក៏មិនស្អាតអានេះខ្ញុំធ្វើទៅតាមខ្ញុំពេញចិត្តអញ្ចឹងណាបងប្អូនអូខេសម្រាប់ខ្ញុំមើលទៅឃើញវារៀងគ្រាន់បើដែរអញ្ចឹងខ្ញុំគ្រប់ចូលជាមួយគ្នាយើងត្រូវយកពាក្យ transform បងប្អូនយើងរកពាក្យ transform មកយើងត្រូវ select វាហើយយើងត្រូវទាញអាហ្នឹងចុះខមនៅខាងខមវាឲ្យបានស្មើមកយើងរកពាក្យ transform យើងរកពាក្យថា rotate បើយើង position នឹងសម្រាប់យើងទាញកន្លោនទេអានេះយើងត្រូវយកពាក្យ rotate ហើយកន្លែង angle ហ្នឹងយើងយកថា20បងប្អូនយកថា20មកហើយ compass ហ្នឹងយើងត្រូវបើសម្រាប់ខ្ញុំដាក់30ហើយយើង apply ចេញមកឃើញទម្រង់ជារូបផ្កាយបងប្អូនហើយវាងាយទេបងប្អូននៅក្នុងកម្មវិធី Corel Draw នេះហើយបើសិនជាបងប្អូនពេញចិត្តរាល់វីដេអូថ្មីរបស់ខ្ញុំចែករំលែកចំណេះដឹងបងប្អូនកុំភ្លេចជួយ like share ហើយនិង subscribe នៅក្នុង channel YouTube របស់ខ្ញុំមួយផងដើម្បីបានចំណេះដឹងថ្មីបន្ថែមទៀតណាបងប្អូនអូខេអញ្ចឹងសម្រាប់កម្មវិធី Corel Draw យើង design រូបផ្កាគឺយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាបងប្អូនពេញចិត្តជួយ like និង share subscribe ផងអរគុណ